ធៀបប្រទេសយើងមិនកុសគ្នាទេទីនេះយើងឃើញប៉ុន្តែមិនទាន់សង់អស់នៅសល់ 2000 ហិកតាទៀតដោយ 2000 ហិកតាអញ្ចឹងដែរបំរុង 2000 ហិកតានេះគឺមិនមែនទុកចោលជាដីសារ៉ែទេគឺមានចក្ខុវិស័យសម្រាប់រៀបចំជាតំបន់ឧស្សាហកម្មជាតំបន់លំនៅឋានជាតំបន់បង្កើតការងារបង្កើតរបរផ្សេងទៀតអញ្ចឹងនៅក្នុងរយៈពេល10 15 20ឆ្នាំទៀតកន្លែងនេះនឹងកាន់តែប្រែប្រួលប៉ុន្តែមកដល់ម៉ោងនេះពេលនេះកន្លែងនេះបានប្រែប្រួលពីកន្លែងដែលធ្លាប់ទៅជាបឹងទៅជាដីសារ៉ែចំការមាននៅសល់កាកសំណល់ពីសង្គ្រាមជាតិផ្ទុះមិនទាន់ផ្ទុះคล้ายទៅជាពលានយន្តហោះដ៏ស្កឹមស្កៃមួយដែលប្រជាជនទូទាំងប្រទេសអបអរសាទរនេះគឺជាការវិវត្តមួយដែលយើងត្រូវមានមោទនភាពបាទមិនខុសពីប្រទេសយើងដែលចេញពីសង្គ្រាមចេញពីការបាក់បែកចំនួន79កសាងបដាបដាបណ្ដោះបោកនេះដែលយើងត្រូវមានមោទនភាពទោះបីជាយើងមិនទាន់ជាប្រទេសអ្នកមានប៉ុន្តែយើងក៏បានវិវត្តដើរមកច្រើនហើយមានចក្ខុវិស័យសម្រាប់បន្តទៅទៀតទី2ប្រជាជនខ្មែរយើងរាប់រៀនអ្នកអបអរសាទរខ្ញុំចាំសប្តាហ៍ណាមួយនោះអ្នកមកមើលនេះឡើងកកស្ទះតែម្ដងគាត់មកមើលដោយកកស្ទះគាត់ចង់មកមើលមកអបអរសាទរនៅសមិទ្ធផលរបស់យើងរបស់ប្រទេសជាតិរបស់យើងបើគាត់មិនសប្បាយចិត្តគាត់មិនមានមោទនភាពគាត់មិនបោទេហើយយើងក៏ឃើញហើយអបអរសាទរនៅក្នុងកិច្ចការនេះដែលប្រជាពលរដ្ឋយើងមិនថាអ្នកនៅក្នុងប្រទេសអ្នកមិនចាំបាច់ធ្វើដំណើរក្រៅប្រទេសតាមយន្តហោះក៏មកមើលដើម្បីអបអរសាទរនិងមោទនភាពបង្ហាញនូវមោទនភាពប្រជាជនយើងខ្មែរនៅក្រៅប្រទេសដែលធ្លាប់ធ្វើដំណើរចុះទៅប្រទេសគេឃើញពលានយន្តហោះធំឥឡូវចាប់ផ្ដើមចុះមកប្រទេសខ្លួនឯងឃើញពលានយន្តហោះធំស្តង់ដារអន្តរជាតិមានមោទនភាពខ្មែរយើងនៅក្រៅប្រទេសដែលធ្លាប់ចុះនៅពលានចាស់ដល់ចុះមកពលានថ្មីក៏មានមោទនភាពនៅតែខ្ញុំមិនទាន់បានហោះចេញពីពលានទេបាទអ្នកដែលហោះមុនគេចេញពីពលាននេះគឺអាយដាមធានាធិបតី Marcos Junior គាត់ទស្សនកិច្ចផ្លូវការគឺចំពេលដែលយើងផ្ទេរថ្ងៃ9ខែ9គាត់ចុះនៅពលានចាស់ថ្ងៃ8ដែលគាត់ហោះចេញថ្ងៃ9អញ្ចឹងភ្ញៀវ VVIP ធំមុនគេបំផុតគឺប្រធានាធិបតីហ្វីលីពីនទៅទីនេះអញ្ចឹងអបអរសាទរហើយថ្ងៃមុននាយករដ្ឋមន្ត្រី Dominic Commonwealth នោះគាត់ក៏មកគាត់ថាគាត់សប្បាយចិត្តខ្ញុំប្រាប់ថាឯកឧត្តមសំណាងជាងខ្ញុំតន់បានហោះចេញពីនឹងផងខ្ញុំធ្លាប់មកទីនេះនៅពេលមិនទាន់ចប់សាងសង់មកសម្ដែងសម្ដាលជាមួយបងប្អូនហើយថ្ងៃនេះគឺជាលើកទី1ដែលខ្ញុំឃើញរូបព្រះដោយផ្ទាល់ថ្ងៃមុនជិះលួចមកអើតមើលជិះកាត់ទេបានមើលពីក្រៅអញ្ចឹងគឺជាមោទនភាពដែលប្រជាពលរដ្ឋយើងទាំងអស់ហើយក៏ដូចជាប្រទេសយើងដែលប្រជាពលរដ្ឋយើងរីករាយអបអរសាទរទោះបីជាមិនទាន់មានដូចប្រទេសគេតែយើងមានមោទនភាពដែលយើងដើរមកដល់ទីនេះប៉ុន្តែវាគ្មានអីល្អឥតខ្ចោះហើយក៏គ្មានអីដែលឲ្យតម្រូវចិត្តគ្រប់គ្នានោះទេ